សាលារៀនជាកន្លែងអប់រំបើខុសមិនឲ្យស្ដីដាក់វិន័យឲ្យអង្វរឬបាទសួស្ដីបងប្អូនទាំងអស់គ្នាបាទហើយខ្ញុំបាទវុធីបាទហើយថ្ងៃនេះចង់និយាយរឿងមួយថាប្រហែលថ្ងៃនេះឃើញព័ត៌មានរឿងសរសើរតាក់ទងនឹងសិស្សហើយនឹងគ្រូបាទហើយថ្ងៃនេះហើយខ្ញុំចង់និយាយតិចខុសត្រូវសូមអធិស្ឋានណាហើយយើងចាំណាទាំងអស់គ្នាបាទតែថាឃើញអញ្ចឹងទៅវាដូចជាចង់និយាយបន្តិចអញ្ចឹងណាចង់និយាយថាសិស្សឥឡូវដូចជាយ៉ាងម៉េចទេគឺគាត់មិនសូវជាយកចិត្តទុកដាក់ក្នុងការស្ដាប់គ្រូសិស្សរបស់មិនដឹងជាវាមូលហេតុអីបាទហើយឲ្យគ្រូដាក់វិន័យយ៉ាងម៉េចឲ្យគ្រូនិយាយយ៉ាងម៉េចឲ្យគ្រូបហាត់របៀបយ៉ាងម៉េចបើគាត់មិនស្ដាប់អញ្ចឹងបាទអញ្ចឹងខ្ញុំចង់និយាយមួយទាក់ទងនឹងកន្លែងហ្នឹងខ្ញុំសូមអាណាព្យាបាលទាំងអស់ជួយព្រៀនបដៅកូននៅផ្ទះផងតាកូននៅផ្ទាល់ជាមួយយើងបាទអញ្ចឹងយើងជួយមើលទាំងអស់គ្នាទៅដើម្បីឲ្យកូនយើងល្អបើពឹងតែគ្រូក៏យើងពិបាកហើយខ្ញុំនិយាយនេះខ្ញុំមិនមែនជាគ្រូទេបាទតែខ្ញុំគ្រាន់តែមើលទៅកាលខ្ញុំធ្លាប់រៀនហ្នឹងគ្រូខ្ញុំក៏គាត់ប្រហាត់ខ្ញុំដែរអញ្ចឹងគ្រូខ្ញុំក៏ធ្វើបាបខ្ញុំដែរហើយគាត់ធ្វើបាបហ្នឹងគឺគាត់ចង់ឲ្យយើងចេះទេបើចុះបើយើងទៅរៀនហើយបើយើងមិនស្ដាប់សួរយើងទៅរៀនធ្វើអីអញ្ចឹងឪពុកម្ដាយទាំងអស់គ្នាគួរតែគិតឡើងវិញទៅណាបាទគួរតែគិតឡើងវិញទៅមិនមែនតែគូឪពុកម្ដាយមិនមែនថាខ្ញុំនិយាយទូទៅទេណាអញ្ចឹងឪពុកម្ដាយណាដែលមានកូនរៀងនិយាយគាត់ជួយខ្លួនឯងហើយអញ្ចឹងគាត់ព្រៀនបដៅកូនទៅហើយគាត់ត្រូវយល់មួយទៀតបើសិនជាគាត់បដៅនៅផ្ទះហើយនៅមិនចង់ស្ដាប់ចុះតមុំគ្រូនៅសាលាដែលគាត់បដៅគាត់បើហាត់បង្រៀនវាស្ដាប់ដែរបើអត់ឲ្យគ្រូដាក់ជំនាញអញ្ចឹងណាចុះបើយើងទៅប្តឹងគ្រូបើយើងទៅអីអញ្ចឹងសួរថាគ្រូមានចិត្តក្នុងការបដៅព្រៀនបដៅទៀតទេហើយកោតតអាមករួចទៅប្តឹងគ្រូអញ្ចឹងខ្ញុំអត់យល់អញ្ចឹងកាតព្វកិច្ចកូនពេលដែលគាត់ទៅរៀនគឺពុកម្ដាយឲ្យគាត់ទៅរៀនមែនអត់បើយើងឲ្យកូនទៅរៀនហើយអញ្ចឹងដាច់ខាតត្រូវតែឲ្យវារៀនទៅឲ្យវាស្ដាប់មិនមែនគ្រាន់តែឲ្យតែវាទៅផ្ទះទេចាំបើគ្រូបរៀនមកស្ដាប់អញ្ចឹងហើយគ្រូនិយាយមិនបានអញ្ចឹងគឺបណ្ណាព្យាបាលទាំងអស់ហ្នឹងណាបើគ្រូនិយាយអត់បានអញ្ចឹងទៅជាប្តឹងគ្រូទៀតអញ្ចឹងទុកកូននៅផ្ទះទៅកុំឲ្យគ្រូពិបាកកុំឲ្យគ្រូហត់ក្នុងការរៀនបដៅកូនរបស់យើងណាយល់ថាម្ដាយណាក៏ស្រឡាញ់កូនដែរស្រឡាញ់កូនដូចគ្នាខ្ញុំក៏មានកូនដែរស្រឡាញ់តែយើងត្រូវទុកចិត្តលើគ្រូផងទៅតែយើងឲ្យកូនទៅរៀនហើយបើឲ្យកូនទៅរៀនគ្រូនិយាយមិនបានដែរអញ្ចឹងយើងរៀនខ្លួនឯងនៅផ្ទះទៅមិនអញ្ចឹងបាទនេះខ្ញុំឃើញเพจនេះមួយគាត់និយាយល្អខ្ញុំបើកមើលទៅខ្ញុំឃើញទៅខ្ញុំចង់និយាយឡើងនឹងតិចដែរគាត់និយាយនេះសាលារៀនជាកន្លែងអប់រំបើខុសមិនឲ្យស្ដីដាក់វិន័យឲ្យអង្វរឬបើកែប្រែដោយមិនបាច់ដាក់វិន័យប្រហែលជាគ្មានគ្រូណាទៅប្រឹងហត់មាត់កទេប្រឡងក៏ដូចគ្នាដែរបើខឹងគ្រូព្រោះមិនឲ្យចម្លងអញ្ចឹងគួរសួរវិញថាអនាគតរំពឹងអីបើពេលរៀនមិនប្រឹងរៀនមានកូនអប់រំកុំយំពេលកូនទំនើងណាហ្នឹងហើយល្អគាត់និយាយល្អណាបើមានកូនឲ្យអត់អប់រំដឹងតែយំអីថ្ងៃក្រោយអញ្ចឹងគ្រូខំប្រឹងបង្រៀនហើយតែអីក៏ពុកម្ដាយទៅឲ្យគ្រូវិញកន្លែងហ្នឹងអត់យល់ហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងឯងបាទហើយគ្រាន់តែថាបញ្ចេញច្បល់ដែលខ្ញុំអស់ឃើញ Facebook របស់គាត់ហ្នឹងណានេះបាទ Facebook របស់គាត់សុខាឡៃហ្នឹងណាបាទទៅខ្ញុំឃើញទៅក៏ខ្ញុំចង់និយាយបន្តិចចឹងដែរទេណាបាទអរគុណច្រើនខុសទោះអីអកុំប្រកាន់អីក៏ថាការចេញយោបល់ទេណាកុំប្រកាន់អីបាទអរគុណ